អង្គមិនជារបស់ពួកប្រមាណអ្នកនឹងទេទាំងអស់គ្នានឹងសម្រាប់ខ្មែរយើងទូទាំងប្រទេសជាង10លានអ្នកជិត20លានអ្នកនេះទាំងមនុស្សជាតិលើពិភពលោកនឹងអញ្ចឹងកុំចង់បានតែម្នាក់ឯងជួយថែរក្សាឲ្យវាបានជាការលើកមុខមាត់ប្រទេសជាតិយើងណាហ្នឹងហើយសម័យនេះហើយណាអត់មានអីត្រូវទៅបង្កអំពើអសាធារណៈបាត់បង់នៅសន្តិភាពធ្នាប់ល្អដែលជាមុខមាត់ប្រទេសជាតិឲ្យបរទេសដែលគេខំចំណាយលុយមកលេងស្រុកយើងមកមើលស្នាដៃដូនតាយើងបើមិនបានបកកើតថ្មីទេយើងកុំបំផ្លាញអាសមិទ្ធផលរបស់ដូនតាយើងណាយើងជួយថែរក្សាទាំងអស់គ្នាទៅឲ្យគេសរសើរថាមកលេងស្រុកយើងនឹងគ្មានអាណាគេដើរតាមអាញ៉ែអាញ៉ៃពេលដែលគេចុះពីឡានមកទេគេមានទេសភាពស្អាតដើម្បីមើលអំពីវប្បធម៌រស់នៅល្អផូរផង់របស់យើងស្អីអស់ហ្នឹងណាហើយមិនបាននាំគ្នាជិះឡានពីសៀមរាបដល់ភ្នំពេញហើយឡានបាយកង់នាំគ្នាបកយកឡានមកប៉ះនៅសៀមរាបវិញឆ្នាំកៅជាងយើងគិតមើលនៅតំបន់អង្គរតើវាអញញ៉ៃប៉ុណ្ណាឆ្នាំ2000ជាង2002ខែ7ខ្ញុំមកដល់ទឹកដីអង្គរខ្ញុំមកធ្វើការងារក្នុងវិស័យទេសចររៀបចំសម្រាប់ធ្នាប់ទេសចរនឹងគេដែរណាមិនខ្ញុំប្រធានដឹកនាំរឿងនឹងទេតែខ្ញុំចូលរួមបម្រើសេវានឹងដែរចូលរួមលុបបំបត្តិអាការដាក់រូបចម្លាក់លក់នៅលើដីនៅពេលព្រឹកនៅប្រាសាទអង្គរវត្តចូលរួមការរៀបចំសម្រាប់ធ្នាប់លក់អាណាធិបតេយ្យអីផ្សេងណាហ្នឹងហើយចូលរួមអនុវត្តជាមួយនឹងសហការីអតីតសហការីរបស់ខ្ញុំរឿងលុបបំបត្តិក្រាកតេលដាក់រឹងអង្គុយនៅមុខប្រាសាទអង្គរវត្តពេលល្ងាចពេលអីហ្នឹងណាដើម្បីអីដើម្បីប្រយោជន៍ខ្ញុំប្រយោជន៍សហការីខ្ញុំអតីតសហការីខ្ញុំមិនមែនគ្មានបានលុយអីលើសតែពីប្រាក់ខែប្រហែល10000ហ្នឹងទេហ្នឹងតែគេជេរមួយថ្ងៃគេជេរដាក់ខែណាដើម្បីតែផលប្រយោជន៍អស់លោកប្រមាណអ្នកហ្នឹងណាតែពួកខ្ញុំមានបានអីលើសពីប្រាក់ខែដើម្បីអ្នកណាដើម្បីអ្នកតកែវផងអ្នកកពតផងអ្នកកំពង់សោមផងពីព្រោះអង្គរហ្នឹងវាមិនមែនរបស់អ្នកប្រមាណអ្នកនៅជ្រុងហ្នឹងទេវារបស់ទាំងអស់គ្នាអ្នកមណ្ឌលគិរីអីហ្នឹងក៏ម្ចាស់អង្គរដែរហ្នឹងហើយឬក៏ចង់ឲ្យគេមកលេងសុកខ្មែរហើយគេឌីលទៅអង្គរស្អាតណាដូនតាតែជំនាន់ពួកនេះនៅក៏គ្រិចចោលតម្រាយអើយលក់អញញ៉ៃពេញនឹងចុះទៅពីឡានមកមីងសុំ100មីងសុំ200សុំ500ដឹងឯណានៃពេលអញ្ចឹងទៅជាយ៉ាងណាវិញពេលអញ្ចឹងណាគោរពច្បាប់ប្រទេសជាតិខ្លួនឯងបន្តិចមើលវាបានទេប៉ុណ្ណឹងបើពលរដ្ឋរបស់ប្រទេសជាតិខ្លួនឯងមិនគោរពច្បាប់ប្រទេសជាតិខ្លួនឯងសេចក្តីថ្លៃថ្នូរនៅកន្លែងណាចង់ឲ្យគេមកទៅអីមកមើលអាភាពក្រិចរបស់យើងហ្នឹងគេមិនមកទៀតថ្ងៃក្រោយ